យ៉ាងហោចណាស់មនុស្ស34នាក់បានស្លាប់បន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងភ្លាមៗនៅភាគឦសាននៃប្រទេសឥណ្ឌាយ៉ាងហោចណាស់មនុស្ស34នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃប្រទេសឥណ្ឌាបន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងបានបណ្ដាលឲ្យមានការរអិលបាក់ដីរយៈពេល4ថ្ងៃចុងក្រោយនេះហើយនាយកដ្ឋានអាកាសធាតុបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនេះបើយោងតាមទីភ្នាក់ងារ Reuters ថ្ងៃទី2ខែឧសភានេះយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថាអ្នកទេសចរជាង 1000 នាក់ដែលជាប់នៅក្នុងរដ្ឋហៃម៉ាឡាយ៉ានៃខេត្តស៊ីគីមកំពុងត្រូវបានជម្លៀសចេញកាលពីថ្ងៃច័ន្ទហើយក្រុមជួយសង្គ្រោះរបស់កងទ័ពបានប្រតិបត្តិការនៅក្នុងរដ្ឋមេឃាឡាយ៉ាដើម្បីជួយសង្គ្រោះមនុស្សជាង500នាក់ដែលជាប់គាំងនៅក្នុងតំបន់ទឹកជំនន់អាជ្ញាធរបានប្រមានពីការបាក់ដីបន្ថែមទៀតនឹងទឹកជំនន់ភ្លាមៗដោយជំរុញឲ្យអ្នកស្រុកនៅតំបន់ងាយរងគ្រោះត្រូវមានការប្រុងប្រយ័ត្នភាគឦសាននៃប្រទេសឥណ្ឌានិងបង់ក្លាដេសងាយនឹងមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឲ្យមានការរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។